មិនត្រជាក់និងមិនក្តៅខ្ញុំស្គាល់ស្នាដៃរបស់អ្នកថាអ្នកមិនត្រជាក់ឬក្តៅវាជាការប្រសើរប្រសិនបើអ្នកត្រជាក់ឬក្តៅវិវរណៈ 3:15 Shalom មិត្តភក្តិជាទីស្រឡាញ់របស់ព្រះម្ចាស់យេស៊ូវគ្រីស្ទនៅក្នុងការអានសព្វថ្ងៃនេះពេលប្រឹក្សាព្រះវិហារនៅឡៅឌីសេប្រហែលជាអ្វីដែលនៅក្នុងគំនិតរបស់ព្រះម្ចាស់យេស៊ូវគឺជាប្រភពទឹកពីរនៅតំបន់នោះគឺប្រភពទឹករ៉ែក្តៅនៅហីរ៉ាប៉ូលីសនិងប្រភពទឹកត្រជាក់ច្បាស់លាស់នៅកូឡូសទឹកក្តៅត្រូវបានគេជឿថាអាចព្យាបាលជំងឺបានចំណែកឯប្រភពទឹកត្រជាក់ផ្ដល់ភាពស្រស់ស្រាយដូច្នេះអ្នកដើរតាមព្រះគ្រីស្ទនៅទីក្រុងឡៅឌីសេមិនមែនជាប្រភពនៃការព្យាបាលសម្រាប់ជំងឺខាងវិញ្ញាណទេហើយក៏មិនបានផ្ដល់កម្លាំងចិត្តសម្រាប់អ្នកដែលនឿយហត់ដែលពួកគេជាមនុស្សមិនសូវក្តៅមិនមានប្រយោជន៍ដល់អ្នកដទៃអនុញ្ញាតឲ្យយើងពិនិត្យមើលដោយខ្លួនឯងនៅរឿងខាងក្រោមនេះតើខ្ញុំផ្ដល់កម្លាំងចិត្តដល់មនុស្សដែលនឿយហត់ខាងវិញ្ញាណដោយផ្ដល់ឲ្យពួកគេនូវការលើកទឹកចិត្តអំណរនិងក្តីសង្ឃឹមដែរឬទេតើខ្ញុំកំពុងនាំមកនូវការព្យាបាលដល់អ្នកបាត់បង់និងជំរុញចិត្តអ្នកដែលធ្លាក់ទឹកចិត្តឬចូលយើងចងចាំថាយើងមិនអាចជួយនរណាម្នាក់បានទេប្រសិនបើយើងមិនសូវក្តៅព្រះចង់ឲ្យយើងត្រជាក់ឬក្តៅអាស្រ័យលើតម្រូវការរបស់មនុស្សយើងនៅពេលនោះខ្ញុំសូមអញ្ជើញលោក Christian Suharto ពី Bhattacharya Newsantara Baroness មកជាមួយការសរសើរនៃគ្រួសារដ៏ស្រស់ស្អាតនៃអាយុ Kezia Bhattacharya Kese ដើម្បីលើកការសរសើរដូចខាងក្រោមដូចសត្វក្តាន់ដែលចង់បានទន្លេរបស់អ្នកព្រលឹងខ្ញុំចង់បានអ្នកព្រះអង្គជាម្ចាស់នៃចិត្តទូបង្គំខ្ញុំចង់ថ្វាយបង្គំអ្នកគឺជាកម្លាំងនិងជាខែរបស់ខ្ញុំព្រលឹងខ្ញុំចុះចាញ់អ្នកព្រះអង្គជាព្រះនៃចិត្តទូបង្គំចង់ថ្វាយបង្គំព្រះអង្គព្រះយេស៊ូវអ្នកមានន័យគ្រប់យ៉ាងសម្រាប់ខ្ញុំព្រះយេស៊ូវអ្នកគឺជាអ្វីគ្រប់យ៉ាងសម្រាប់ខ្ញុំព្រះយេស៊ូវក៏មានអាកប្បកិរិយាបែបនោះចំពោះអ្នកដែលអះអាងថាជាកូនរបស់ទ្រង់គាត់មិនចូលចិត្តអ្វីដែលមិនក្តៅទេ15មនុស្សខ្លះគិតថាពាក្យត្រជាក់សំដៅលើការតស៊ូនឹងព្រះយេស៊ូវនិងដំណឹងល្អទោះជាយ៉ាងណាក៏ដោយខ្ញុំគិតថាវាមិនទំនងដែលទ្រង់នឹងជ្រើសរើសការតស៊ូលើសពីការបម្រើពាក់កណ្ដាលចិត្តនោះទេវាគឺជាការបម្រើដ៏កក់ក្ដៅពាក់កណ្ដាលចិត្តដែលមិនពេញចិត្តដល់បេះដូងរបស់ទ្រង់អាមែនការបំផុសគំនិតនៅថ្ងៃនេះអ្នកដើរតាមព្រះគ្រីស្ទពាក់កណ្ដាលបេះដូងត្រូវការដើម្បីបន្តដួងចិត្តរបស់ពួកគេសម្រាប់Aku rindu Engkau Kaulah Tuhan hasrat hatiku ku rindu menyembahmu Engkau kekuatan dan perisaiku kepadamu rohku berserah Kaulah Tuhan hasrat hatiku ku rindu menyembahmu Kau